ដំណើរកម្សាន្តទៅប្រាសាទបេងមាលានៅក្នុងខេត្តសៀមរាបបើយើងជិះពីក្រុងសៀមរាបទៅកាន់ប្រាសាទបេងមាលាវាមានប្រហែលចម្ងាយ 2.2 គីឡូពីក្រុងសៀមរាបបើសិនជាយើងក៏ជិះម៉ោងវិញប្រហែលជា1ម៉ោងដល់បេងមាលាដំណើរកម្សាន្តមួយនេះបានទៅក្នុងខែប្រហែលខែនេះគឺជាខែដែលមានភ្លៀងធ្លាក់ចឹងសម្រាប់បេងមាលាមានភាពស្រស់ស្អាតនៅពេលដែលមានភ្លៀងធ្លាក់ហើយនឹងទឹកសន្សើមធ្វើឲ្យវាកាន់តែស្រស់ស្អាតបើយើងក៏លេចទៅមើលអ្នកដែលមកលេងប្រាសាទបេងមាលានេះនៅក្នុងខែនេះមិនសូវជាមានភ្ញៀវទេសចរមកលេងកម្សាន្តទេហើយសម្រាប់ប្រាសាទបេងមាលាឬក៏ម្យ៉ាងទៀតគេហៅថាបឹងមាលាស្ថិតនៅភូមិបឹងមាលាស្រុកស្វាយលើខេត្តសៀមរាបប្រាសាទនេះនារដូវវស្សាកំពុងតែបង្អួតសម្រស់យ៉ាងស្រស់ស្អាតប្រាសាទបេងមាលាត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ14ហិកតានៅខាងជើងភ្នំគូលែនប្រាសាទនេះមិនមានសិលាចារឹកណាមួយបញ្ជាក់ពីការសាងសង់ដោយព្រះមហាក្សត្រអង្គណានោះទេអ្នកស្រាវជ្រាវមួយចំនួនបានធៀបប្រាសាទបេងមាលានិងប្រាសាទអង្គរវត្តអ្នកខ្លះអះអាងថាប្រាសាទបេងមាលាជាគំរូសម្រាប់សាងសង់ប្រាសាទអង្គរវត្តលោកសុកវិសាលមន្ត្រីបច្ចេកទេសប្រចាំប្រាសាទបេងមាលាបានបញ្ជាក់ថាការស្រាវជ្រាវនាពេលក្រោយៗមកអ្នកជំនាញពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានអះអាងថាប្រាសាទបេងមាលាមិនមែនជាគំរូសម្រាប់សាងសង់ប្រាសាទអង្គរវត្តនោះទេខ្ញុំស្ទីវចយេ Hello vlog welcome